សួស្តីនិងស្វាគមន៍ទៅកាន់បងប្អូនអ្នកដែលស្រឡាញ់វិស័យម៉ូតូធំយើងទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាវិញហើយជាមួយនឹងវីដេអូថ្មីគឺទៅកាហ្វេវាងក្រុងនៅឯខេត្តកំពង់ឆ្នាំងជាមួយនឹងបងក្រុម SBR ហើយថ្ងៃនេះខ្ញុំក៏មានកិត្តិយសមែនទែនដែលបានក្លាយជាសមាជិកនៃក្រុមម៉ូតូធំ SBR ហើយឥឡូវនេះគឺបង្រិត idol របស់យើងគឺធ្វើការបិទ logo ឲ្យម៉ូតូខ្ញុំបាទហើយនេះក៏ជាលើកទី1ដែរបងប្អូនដែលបានក្លាយជាសមាជិកក្រុមម៉ូតូធំបាទគឺរាល់ដងធ្លាប់តែជិះម៉ូតូទូចជាសមាជិកក្រុមម៉ូតូទូចនឹងអញ្ចឹងបងប្អូនហើយពិតជាមានអារម្មណ៍ថារំភើបមែនតើបាទឥឡូវហ្នឹងគឺអត់ទាន់បានចេញដំណើរទៅទេបងប្អូនគឺនៅរងចាំបងប្អូនយើងផ្សេងទៀតដែលគាត់អត់ទាន់បានមកដល់ឥឡូវហ្នឹងគឺពួកគាត់ចាប់ដើមមកបដាហើយរៀបចំចាក់សាំងចាក់អីឲ្យដើម្បីរៀបចំចេញដំណើរហើយឥឡូវហ្នឹងគឺបងប្អូនរបស់យើងគឺបានមកដល់ជុំគ្នាបងប្អូនគឺយើងរៀបចំចេញដំណើរទៅហើយចាំជួបគ្នាតាមផ្លូវបងប្អូនតពីងោកងាកតាមផ្លូវបងប្អូនគឺឈៀលឥឡូវនេះគឺយើងមកដល់ម្ដុំសាលាលេខ5ហើយយើងឈប់ហូបបាយទាំងអស់គ្នាសិនអញ្ចឹងបងប្អូនដោយដែលបងប្អូនបានឃើញទាំងអស់គ្នាអញ្ចឹងគឺផ្លូវជាតិលេខ5គឺស្រួលជិះមែនតើបាទសម្រាប់បងប្អូនយើងអ្នកដែលស្រឡាញ់ម៉ូតូហើយចូលចិត្តការជិះម៉ូតូអីគឺជិះដឹងតែអែមដោយសារតែនិយាយទៅមានទ្រង់ផ្លូវហើយគឺស្រួលជិះ smooth មែនតើបាទគឺជិះមកអត់ដឹងហត់ទេហើយនេះគឺជាម៉ូតូបងប្អូនរបស់យើងបាទគឺសរុបទាំងអស់គឺ7គ្រឿងដែលអ្នកដែលបានមកចូលរួមថ្ងៃនេះនឹងចឹងណាបងប្អូនឥឡូវនេះគឺយើងធ្វើការស្រស់ស្រូបអាហារពេលព្រឹកបងប្អូនគឺបងប្អូនយើងខ្លះគឺបាយដុបកាទៀវដុបគេវាយតែគេខូចបត់ដៃបត់ជើងបានរយៈពេលប្រហែលជា1ម៉ោងអីបានយើងបន្តដំណើរទៅមុខទៀត
ឥឡូវហ្នឹងគឺយើងមកដល់កន្លែងកាហ្វេបងប្អូនគឺនិយាយទៅផ្លូវស្អាតមែនតើសម្រាប់បងប្អូនដែលស្រឡាញ់ការជិះម៉ូតូគឺខ្ញុំនិយាយឲ្យនិយាយទៀតគឺផ្លូវជាតិលេខ5គឺអែមជិះ smooth ហើយជិះ chill អត់ដឹងហត់ទេគឺភ្លេចខ្លួនពីកន្លែងបាយសាលាលេខ5មកដល់កន្លែងកាហ្វេនេះគឺជិះប្រហែលជាលំបាកត្រឹម10នាទីជាងទៅ20នាទីទេគឺយើងមកដល់ហើយអញ្ចឹងគឺ chill មែនតើបងប្អូនហើយឥឡូវយើងរៀបចំទុកដាក់ម៉ូតូអីឲ្យហើយចូលទៅក្នុងដើម្បីកំងកាហ្វេកំងអីហូបនឹងអញ្ចឹងបងប្អូនកំងកាហ្វេកំងអីហើយឥឡូវយើងមកថតរូបលេងមើលទេសភាពបងប្អូនហើយគឺមើលពីជ្រុងណាក៏ខៀវស្ងាត់ដែរទេសភាពខែនេះគឺខែភាសាគឺខៀវស្ងាត់មើលទៅស្រឡះភ្នែកត្រជាក់ភ្នែកណាហើយឥឡូវយើងធ្វើការថតរូបលេងសិនបងប្អូនសូមអរគុណទៅកាន់លោកគ្រូណៃដែលបានថតរូបឲ្យយ៉ាងស្រស់ស្អាតទាំងរូបនៅលើដងផ្លូវនិងរូបនៅខាងក្នុងកាហ្វេឥឡូវនេះគឺយើងធ្វើការស្រស់ស្រូបអាហារពេលថ្ងៃបន្ទាប់មកម៉ោងប្រហែលជាម៉ោង1កន្លះទៅម៉ោង2គឺយើងធ្វើដំណើរត្រឡប់មកភ្នំពេញវិញហើយក៏សូមអរគុណបងប្អូនយើងទាំងអស់គ្នាដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ